សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ Admin ថ្ងៃនេះ Admin មានរឿងថ្មីមួយលើកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដោយរឿងមួយនេះគឺបាននិយាយអំពីឪពុករបស់នាងបានសន្យាជាមួយនឹងបិសាចកញ្ជ្រោងថានឹងឲ្យកូនស្រីរបស់គាត់ទៅរៀបការជាមួយតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេលយូរមកតាមដានជាមួយ Admin ទាំងអស់គ្នាសាច់រឿងក៏បានបង្ហាញអំពីផ្ទះមួយនៅជើងភ្នំដែលមានឪពុកជាមួយនឹងកូនស្រីឪពុកមានឈ្មោះថាគីម៉ូរ៉ាចំណែកឯកូនស្រីមានឈ្មោះថាហាណាដល់ឪពុករបស់នាងត្រូវស្វែងរកទ្រព្យសម្បត្តិដូច្នេះហើយគាត់តែងតែទុកហាណាឲ្យនៅតែម្នាក់ឯងលុះថ្ងៃមួយគាត់ក៏បានប្រាប់នាងថានាងនឹងត្រូវរៀបការជាមួយនឹងគីសានដែលរស់នៅលើភ្នំគីសានគាត់មានអំណាចជាមួយនឹងឥទ្ធិពលខ្លាំងណាស់ដែលធ្វើឲ្យគីម៉ូរ៉ាគិតថាប្រសិនបើកូនស្រីរបស់គាត់រៀបការជាមួយនឹងគេនោះគាត់នឹងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិច្រើនកកកជាមិនខានឡើយលុះដល់ពេលដែលហាណាមានអាយុ18ឆ្នាំគឺជាពេលវេលាដែលគេនឹងត្រូវបញ្ជូនហាណាឲ្យទៅរៀបការជាមួយនឹងគីសានប៉ុន្តែគាត់ហាក់បីដូចជាមិនយល់ស្របឡើយរួចគាត់ក៏បានយកយន្តជាច្រើនបិទការពារនៅក្នុងបន្ទប់ហាណាថែមទាំងបានទៅសុំជំនួយពីកាតារ៉ូទៀតផងដោយគាត់បានប្រឌិតរឿងមួយប្រាប់ទៅកាន់កាតារ៉ូខាកញ្ជ្រោងគីសានគឺជាអ្នកដែលមានអំណាចនៅក្នុងដែនដីនេះហើយគេចង់បានហាណាធ្វើជាប្រពន្ធដោយសារតែហាណានឹងមានរូបសម្រស់ស្រស់ស្អាតអីចឹងណាស្ដាប់មើលទៅវាគួរអាណិតនិងអយុត្តិធម៌យ៉ាងខ្លាំងដែលធ្វើឲ្យកាតារ៉ូជឿទៅលើសម្ដីរបស់គាត់ដោយយកព្រមជួយទៅកាន់ពួកគេភ្លាមក្រោយមកកាតារ៉ូគេក៏បានរៀបចំធ្វើពិធីមួយដែលបង្កើតបានជារបាំងការពារជុំវិញខ្លួនរបស់ហាណានៅពេលដែលហាណានាងអង្គុយនៅក្នុងរបាំងការពារអ្វីដែលនាងគិនគឺរឿងតែមួយគត់វាបានកើតឡើងចំពោះនាងកាលដែលនាងនៅក្មេងវាគឺជារឿងដែលធ្វើឲ្យនាងមិនអាចបំភ្លេចបានពេញមួយជីវិតរបស់នាងគឺនៅពេលនោះនាងក៏បានធ្លាក់ចូលទឹកដោយចៃដន្យហើយវាស្ទើរតែធ្វើឲ្យនាងលង់ទឹកស្លាប់នៅពេលនោះផងដែរបន្តិចក្រោយមកស្រាប់តែមានដៃធំពីរបានស្រង់នាងឡើងមកលើគោកវិញដែលអារម្មណ៍ច្បុកច្បល់ជាមួយនឹងភាពសប្បាយសប្បាយនាងមិនអាចមើលឃើញអ្នកដែលជួយនាងបានច្បាស់នោះឡើយទោះបីជានាងខំប្រឹងបើកភ្នែកសម្លឹងមើលយ៉ាងណាក៏ដោយក៏នាងនៅតែមិនអាចមើលឃើញច្បាស់អំពីមុខមាត់មនុស្សដែលជួយនាងបន្ទាប់ពីនាងបានក្រោកពីសន្លប់អ្នកដែលជួយនាងគឺអត់ដឹងទៅណាទេគេទុកតែខ្សែដៃពណ៌ក្រហមដែលចងនៅលើកដៃរបស់នាងអស់រយៈពេលជាច្រើនឆ្នាំមកហើយនាងនៅតែស្វែងរកអ្នកដែលជួយសង្គ្រោះនាងដដែលប៉ុន្តែឥឡូវនេះនាងត្រូវរៀបការជាមួយនឹងឃីតសានហើយអ្នកដែលនៅក្នុងក្រុមរបស់កាតារ៉ូគេក៏បាននិយាយថាប្រសិនបើនាងរៀបការជាមួយនឹងឃីតសាននោះនាងនឹងគ្មានឱកាសនៅក្នុងការស្វែងរកអ្នកដែលបានជួយសង្គ្រោះជីវិតរបស់នាងទៀតទេវេលាយប់ក៏បានមកដល់ហើយវាក៏ត្រូវជាមួយនឹងម៉ោងដែលពួកគេបានសម្រេចផងដែររំពេចនោះឃីតសានក៏បានបង្ហាញខ្លួនទៅតាមពាក្យសន្យាប៉ុន្តែត្រូវបានកាតារ៉ូហាមឃាត់និងប្រឈមមុខជាមួយនឹងឃីតសានដោយគេបានសួរទៅកាន់ឃីតសានថាហេតុអ្វីបានជាធ្វើបាបមនុស្សឃីតសានគេក៏បាននិយាយថាគេធ្វើបាបមនុស្សបែបម៉េចទៅគឺគីម៉ូរ៉ាគឺជាអ្នកចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងនៃការសន្យាមួយនេះដែលបានលើកកិច្ចសន្យាមកបង្ហាញពួកគេទៀតផងឃើញបែបនេះធ្វើឲ្យគ្នារបស់គេភ្ញាក់ផ្អើលយ៉ាងខ្លាំងថាគេកំពុងតែចាញ់បោកគីម៉ូរ៉ាឯពេលនេះចំណែកអាហាណាវិញគ្រាន់តែបានលើបែបនេះភ្លាមធ្វើឲ្យនាងមានអារម្មណ៍សោកសៅយ៉ាងខ្លាំងខណៈពេលនេះកាតារ៉ូគេស្ទាក់ស្ទើរអត់ចង់ធ្វើអ្វីទាំងអស់ពីព្រោះតែគេលែងជឿជាក់ទៅលើគីម៉ូរ៉ាទៀតហើយរំពេចនោះស្រាប់តែមានស្រីស្អាតម្នាក់បង្ហាញខ្លួនចេញមករួចក៏បានចាប់ហាណាចេញទៅបានទៅឃើញហាណាបាត់ខ្លួនបែបនេះធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែភ្ញាក់ផ្អើលទៀតហើយឃើញសភាពការបែបនេះធ្វើឲ្យខេសានគេបានបង្ហាញអត្តកម្បាំងមួយដែលគួរឲ្យភ្ញាក់ផ្អើលគឺគេនេះហើយគឺជាអ្នកជួយសង្គ្រោះហាណាកាលដែលនាងនៅក្មេងដោយតាមជួយមើលថែនាងពីសម្ងាត់អស់រយៈពេលជាច្រើនឆ្នាំលើពីនេះទៀតគឺអត្តន័យនៃខ្សែអំបោះពណ៌ក្រហមដោយគាត់បានរុំជាមួយនឹងរោងរបស់គាត់ព្រោះនៅពេលដែលហាណាពាក់ខ្សែអំបោះពណ៌ក្រហមដែលមានរោងរបស់គាត់គឺគាត់អាចដឹងអំពីទីតាំងរបស់នាងបានគ្រប់ទីកន្លែងសាច់រឿងក៏បានបង្ហាញអំពីហាណាដែលត្រូវគេចាប់មើងបាញ់មិញនេះនាងត្រូវបានគេចងត្រដាងនៅលើតុមួយមើលទៅពួកគេដូចជាមានបំណងនៅក្នុងការវេះកាត់ហាណាអញ្ចឹងក្រោយមកគេក៏បានមើលនៅក្នុងខួរក្បាលរបស់នាងដោយពេលនេះខួរក្បាលរបស់នាងគឺមានចិញ្ចៀនមួយវងឃើញបែបនេះធ្វើឲ្យស្ត្រីម្នាក់នោះកាន់តែចង់បានហាណាថែមទៀតហើយនៅពេលដែលពួកគេបំរុងនឹងធ្វើប្រតិបត្តិការឃីតស៊ីនគេក៏បានមកទាន់ហើយជួយសង្គ្រោះនាងភ្លាមក្រឡេកមកកាន់ស្ត្រីម្នាក់ដែលនៅជិតក្រែរបស់ហាណាឯវិញគេក៏បានខ្លាចទៅជាសត្វចម្លែកផងដែររួចក៏បន្តប្រយុទ្ធទៅកាន់អ្នកទាំងពីរឃីតសានគេឃើញបញ្ចូលជាច្រើនតម្រង់មឹងគេក៏បានយកខ្លួនរបស់គេនឹងទៅពាំងបញ្ចូលនោះភ្លាមដែលធ្វើឲ្យគេនឹងមានការឈឺចាប់យ៉ាងខ្លាំងចំណែកហាណាក្រោយបានឃើញទង្វើរបស់គេបែបនេះនាងអាណិតគេខ្លាំងណាស់បន្ទាប់មកឃីតសានក៏បានដាក់នាងនៅលើខ្នងនិងរត់ចេញមកវិញយ៉ាងលឿនទោះបីជាល្បឿនរបស់គេលឿនខ្លាំងយ៉ាងណាក៏ដោយក៏សត្វចម្លែកម្នាក់នោះនៅតែតាមគេជាប់ជានិច្ចសត្វចម្លែកម្នាក់នោះមើលទៅដូចជាសត្វឆ្មាបន្តិចសត្វអីបន្តិចទេអ្នកទាំងអស់គ្នាអេដមីនក៏មើលអត់យល់ដែររាល់ពេលដែលវាបហាទៅលើហាណាឃីតសានគេយកខ្លួនទៅរងរហូតដែលធ្វើឲ្យហាណានឹងឆ្ងល់យ៉ាងខ្លាំងហើយអ្វីបានជាគេធ្វើបែបនេះហើយអ្វីបានជាគាត់ហ៊ានបន្ថយជីវិតមកជួយនាងជាច្រើនលើកជាច្រើនសារខណៈពេលនោះឃីតសានគេក៏បាននិយាយទៅកាន់ហាណាថាគេរងចាំហាណាអស់រយៈពេលជាង10ឆ្នាំហើយគ្រាន់តែចង់រៀបការជាមួយនឹងនាងតែប៉ុណ្ណោះដោយការពីគេជួបនាងជាលើកដំបូងនាងនៅជាកូនក្មេងទេតែឥឡូវនេះនាងធំពេញវ័យហើយក្រឡេកមើលកាន់សត្វចម្លែកដែលវាបហាទៅលើឃីតសានឯនេះវិញគេអត់ឈប់ឡើយដល់បន្តវាយឃីតសានម្ដងហើយម្ដងទៀតទីបំផុតគេ
ក៏បានយកដាវមួយបំរុងនឹងចាក់ទម្លុះរលាយក្បាលរបស់ខៀតសាន់តែក៏ត្រូវការតារោមកទាន់ដោយបន្តដាក់គេមួយដៃឲ្យខ្ទាតទៅឆ្ងាយងាកទៅមើលខៀតសាន់ឯនេះវិញគេពិតជាមានរបួសធ្ងន់ខ្លាំងតែធ្វើឲ្យហាណានាងសោកសៅខ្លាំងមែនទែនខណៈពេលនោះខៀតសាន់គេក៏បានបង្ហាញអាចកំបាំងមួយទៅប្រាប់ហាណាថាកាលពីមុនគេត្រូវបានមនុស្សតាមប្រមាញ់មានរបួសស្ទើរតែនឹងស្លាប់ប៉ុន្តែក៏ត្រូវបានក្មេងស្រីហាណាជួយសង្គ្រោះគាត់ចាប់ពីពេលនោះមកខៀតសាន់បានលងស្រឡាញ់ជាមួយនឹងហាណារួចទៅហើយនៅពេលដែលដឹងថាគ្រួសារហាណាមានជីវភាពលំបាកខៀតសាន់គេក៏បានជួយទៅកាន់ហាណាដោយយកស្របជាមួយនឹងសំណើងាយៗរបស់គីម៉ូរ៉ាដោយខៀតសាន់តែងតែការពារហាណាជាសម្ងាត់ឥឡូវនេះហាណាគេទៅតែនឹងដឹងរឿងច្បាស់អំពីបិសាចមួយនេះដែលធ្វើឲ្យនាងមានភាពសោកស្ដាយយ៉ាងខ្លាំងពីព្រោះតែកាលពីមុននាងបានមើលងាយទៅកាន់គាត់តែគាត់គឺជាមនុស្សម្នាក់ដែលតែងតែជួយសង្គ្រោះជីវិតនាងរហូតមកគិតទៅជោគវាសនាពិតជាលេងសើចជាមួយនឹងនាងខ្លាំងណាស់អ្នកដែលនាងតែងតែស្វែងរកយូរណាស់មកហើយគេស្ថិតនៅខាងមុខរបស់នាងដោយនាងតែងតែមើលងាយគេទៅវិញឃើញហាណាសោកសៅបែបនេះខេសានក៏បានលងលោមទៅកាន់នាងកុំឲ្យនាងនឹងគិតច្រើនពេកអីនៅទីបំផុតហាណាគេក៏បានរកឃើញអ្នកដែលតែងតែជួយជីវិតនាងកន្លងមកចំណែកឯខេសានក៏បានរស់នៅជាមួយនឹងហាណាតាំងពីពេលនោះមកនារីតែម្នាក់គត់ដែលខេសានតែងតែចង់រៀបការជាមួយនឹងរងចាំអស់ជាច្រើនសតវត្សទីបំផុតនាងក៏ព្រមរៀបការជាមួយនឹងខេសានចំណែកឯសាច់រឿងរបស់យើងក៏ត្រូវចាប់តែត្រឹមនេះអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្រាយរឿងរបស់ Admin បើពេញចិត្តនៅវីដេអូមួយនេះសូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផងជួបគ្នានៅវីដេអូបន្ទាប់បាយបាយ